ចាគ្រប់នឹងជំរាបសួរថ្ងៃនេះផងដែរនាងខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបធ្វើម៉ាស់បិទមុខបែបធម្មជាតិងាយស្រួលរូបមន្តតែពីរមុខឯណាបងប្អូនណាចាក្នុងនឹងផងដែរគឺយើងមានផ្លែចេកទុំចាផ្លែចេកទុំបងប្អូនណាហើយប្រភេទជាទឹកដោះគោឆៅឬក៏ទឹកដោះគោស្រស់បងប្អូនអាចមានទឹកដោះគោឆៅក៏បានទឹកដោះគោស្រស់ក៏បានហើយចេកញុះពីផ្លែឬក៏មួយផ្លែមកអាស្រ័យលើបងប្អូនចង់ធ្វើម៉ាស់បាត់មុខនឹងច្រើនឬក៏តិចចឹងណាបងប្អូនចាដើម្បីកុំឲ្យយូរនាងខ្ញុំនឹងបង្ហាញអំពីរបៀបធ្វើម៉ាស់បាត់មុខបែបធម្មជាតិធ្វើពីផ្លែចេកនេះអត្ថប្រយោជន៍វាគឺល្អខ្លាំងមែនតើណាបងប្អូនសាកតាមម្ដងគឺដឹងតែពេញចិត្តហើយនេះជាដំបូងបើបងប្អូនមានប្រដាប់កិនណាបងប្អូនអាចយកទៅកិនបានហើយបើបងប្អូនអត់មានប្រដាប់កិនទេបងប្អូនអាចច្បល់វាឲ្យម៉ត់ណាបងប្អូនចារូបមន្តនេះងាយស្រួលហើយអត្ថប្រយោជន៍វាច្រើនខ្លាំងមែនតើណាបងប្អូនណាចានាងខ្ញុំនឹងធ្វើបងប្អូនមើលចាបងប្អូនមកច្បល់អញ្ចឹងណាបងប្អូនណាចាបន្ទាប់ពីយើងច្បល់វាម៉ត់ហើយគឺយើងចាក់ទឹកដោះគោចាបងប្អូនយកមកច្បល់អញ្ចឹងណាបងប្អូនណាចានេះវាខ្លាយជាល្បាយអញ្ចឹងមកបងប្អូនយកទឹកដោះគោឆៅឬក៏ទឹកដោះគោស្រស់ណាបងប្អូនយកមកចាក់វាមកចាក់មកល្មមសមស្របជាមួយនឹងផ្លែចេកយើងណាបងប្អូនចាចឹងខ្ញុំនឹងបង្ហាញជូនបងប្អូនមើលតែម្ដងណាចានេះទឹកដោះគោឆៅយើងណាចាគឺយើងកោះមកគឺយើងចាក់មកល្មមមកយើងប៉ានស្មានថាចេកយើងប្រើប៉ុន្មានសមនឹងមុខយើងអញ្ចឹងណាបងប្អូនចាគឺយើងចាក់ពីស្ព្រាវាល្មមចេកមួយផ្លែចាតមកទៀតយើងច្បល់វាហើយបើមានទូទឹកកកបងប្អូនអាចដាក់ក្នុងទូទឹកកកឲ្យវាត្រជាក់សិនណាចាំបងប្អូនយកមកបិទនៅលើផ្ទៃមុខយើងគឺកាន់តែល្អចំពោះការបិទលើផ្ទៃមុខបងប្អូនអាចទុកចោលរយៈពេល15នាទីទៅ20នាទីសំយើងឡើងសម្អាតជាមួយនឹងទឹកស្អាតចេញជាការស្រេចហើយបងប្អូនធ្វើនឹងឃើញលទ្ធផលតាំងពីលើកដំបូងដែលបងប្អូនធ្វើណាចាឥឡូវខ្ញុំបិទលើផ្ទៃមុខខ្ញុំឲ្យបងប្អូនមើលតែម្ដងណាចាដើម្បីឲ្យជឿជាក់ថាហ្នឹងគេបិទកើតអីកើតចឹងណាចានេះគឺយើងបិទមកតើដោយសារខ្ញុំអង្គុយចឹងវាពិបាកក្នុងការបិទទិញយើងបិទវាឲ្យពេញមុខយើងមកណាបងប្អូនណាចាគឺវាល្អខ្លាំងណាស់តែជាក់មុខតែម្ដងនិយាយរួមទៅមុខឡើងកទួលមុខមុនមុខជាំអីឡើងសរសៃក្រហមអីបងប្អូនអាចជាយាមធ្វើរូបមន្តនេះជាផ្សេងកន្លែងកតុយភ្នែកយើងជ្រួញហ្នឹងណាបងប្អូនបិទម៉ាស់នេះទៅ2 3ដងវាប្រហាប់តឹងណែនតែម្ដងណាវាព្យាបាលនិយាយរួមទៅគឺល្អប្រើខ្លាំងណាស់មុខពេលដែលបងប្អូនលាងទឹកចេញទៅមុខយើងឡើងរលោងស្មូតតែម្ដងណាចាហើយកុំភ្លេចអនុវត្តទាំងអស់គ្នាមានចម្ងល់ឬក៏មានដែលថាអ្វីដែលថាចង់សាកសួរបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានសូមជួយ subscribe និងចុចរូបកណ្ដឹងដើម្បីបានវីដេអូថ្មីទៀតនាងខ្ញុំក៏សូមអរគុណនិងសូមគោរពលា